មុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនឹងកាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពេលដែលយើងនិយាយចេញទៅហើយគឺជាចវាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនឯងរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីៗដទៃទៀតសំបីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សានៅសម្ដីដូច្នេះហើយទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះទៅទទួលពាក្យគេដោយងាយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលវល់ជាមុនសិននោះយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយទៅអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងដល់របស់ដទៃក្រៅខ្លួនធ្វើដូចម្ដេចនឹងរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីៗជាមួយនឹងណានាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយងាយឡើយមនុស្សដែលបងពាក្យបងសម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសំបីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះ